បាទសួស្តីបងប្អូននេះគឺជាត្រួយដើមល្ពៅដែលត្រួយដើមល្ពៅនេះគឺខ្ញុំបានដាំខ្លួនឯង5-6ដើមដើម្បីយកត្រួយហើយនឹងផ្លែសម្រាប់ស្លហើយថ្ងៃនេះខ្ញុំបានកាត់ត្រួយនេះដើម្បីយកទៅធ្វើជាម្ហូបដែរតែជាប្រភេទឆាអញ្ចឹងប្រភេទត្រួយនេះគឺជាត្រួយដែលស្រួយហើយមានរសជាតិឆ្ងាញ់ជាបន្លែខៀវអញ្ចឹងយើងអាចយកទៅឆាបានដូចគ្នាគ្រាន់តែយើងកាត់ត្រួយវាមកហើយយើងហាន់វាតូចៗហើយនឹងបកសម្បកវាបន្តិចបន្តួចដើម្បីឲ្យវាកាន់តែស្រួយឆ្ងាញ់ហើយរសជាតិក៏វាមានរសជាតិផ្អែមផងដែរសម្រាប់ការឆានេះគឺដំបូងឡើយគឺយើងត្រូវតែដាក់ជប់ស្រុះទឹកដើម្បីឲ្យវាមានសភាពទន់នៅពេលដែលទន់ហើយគឺយើងអាចយកទៅឆាហើយគឺវាឆ្ងាញ់មែនទែនត្រួយល្ពៅនេះបើយើងអាចបដោះកូនហើយដាំត្រួយល្ពៅនេះយកទុកធ្វើបរិភោគក៏ងាយស្រួលគឺมันអាចខ្វះបានដែរសម្រាប់បន្លែខៀវមួយប្រភេទនេះហើយអាចដាំហើយយកផ្លែក៏បានដូចគ្នាដែរ